ប្រាប់កូនស្រីរបស់អ្នកអំពីរឿងនេះបើនាងចង់បានរឿងល្អកើតឡើងក្នុងជីវិតមិនមែនមកមុនទេមិនមែនជាផ្លូវកាត់ទេគឺជាគោលការណ៍វិន័យនិងការណែនាំនេះជាច្បាប់ទាំង5ដែលកូនស្រីគ្រប់រូបត្រូវរៀនមួយនៅឲ្យឆ្ងាយពីមនុស្សដែលខ្ជះខ្ជាយជីវិតអ្នកដែលរស់នៅដើម្បីរឿងល្ខោនលេសសុពលភាពនិងការលួងលោមនិងបញ្ចេញពន្លឺរបស់អ្នកបន្តិចម្ដងពួកគេបានធ្លាក់ចុះកំណើនដោយសារតែវាបង្ហាញពីភាពជាប់គាំងរបស់ពួកគេ2. សិក្សារៀនសូត្រនៅអ្វីដែលមានតម្លៃកសាងជំនាញនិងប្រាជ្ញាគ្មាននរណាម្នាក់មកជួយសង្គ្រោះអ្នកឡើយឯករាជ្យចាប់ផ្ដើមដោយចំណេះដឹងស្ត្រីដែលបន្តការសិក្សាមិនអាចត្រូវបានគេគ្រប់គ្រងឬមិនអើពើឡើយ3. ទទួលខុសត្រូវចំពោះកន្លែងរបស់អ្នកនិងសកម្មភាពរបស់អ្នកប្រសិនបើមានអ្វីមួយខូចជួសជុលអ្វីដែលអ្នកអាចធ្វើបានប្រសិនបើមានអ្វីខុសកន្លែងត្រូវកែវាអ្វីក៏ដោយដែលអ្នកទៅទុកអ្វីដែលប្រសើរជាងអ្នករកឃើញទំនុកចិត្តនិងចរិតលក្ខណៈរបស់យើងត្រូវបានកសាងឡើង4. គោរពលុយប៉ុន្តែកុំដេញតាមសុពលភាពជាមួយវាមិនដែលចំណាយដើម្បីការពារឈ្មោះរបស់អ្នកតម្លៃរបស់អ្នកហើយពាក្យរបស់អ្នកកេរ្តិ៍ឈ្មោះរបស់អ្នកនឹងបើកទ្វារលុយមិនដែលអាចធ្វើបាន5. ចូលរក្សាព្រះក្នុងចិត្តអ្នកហើយរៀនបម្រើដោយប្រាជ្ញាសេចក្តីសប្បុរសដែលមានព្រំដែនគឺជាកម្លាំងអ្នកដែលឲ្យដោយចិត្តស្មោះតែមិនធ្វេសប្រហែសខ្លួនឯងតែងតបស្នងដោយជីវិតហើយនៅទីនេះបានមកផ្នែកសំខាន់បំផុតការក្លាយជាស្ត្រីខ្លាំងមិនមែនជាការយកចិត្តទុកដាក់លើសម្រស់ឬការយល់ព្រមនោះទេវាអំពីអ្នកដែលបានក្លាយជាអ្នកនៅពេលដែលគ្មានអ្នកណាមើលការដើរដោយមានគោលបំណងរស់នៅដោយសេចក្តីជំនឿផ្លាស់ទីដោយបន្ទាបខ្លួនព្រោះអនាគតអ្នកមិនមែនបង្កើតលេសទេវាផ្អែកលើការសម្រេចចិត្តប្រសិនបើអ្នកឃើញវីដេអូនេះគួរឲ្យចាប់អារម្មណ៍សូមជួយ like និង follow ដើម្បីទទួលបានរឿងជាច្រើនទៀត